មានស្ត្រី3នាក់នៅក្នុងចំណោម4នាក់ក៏នឹងកើតមាននៅជំងឺផ្សិតហើយនៅក្នុងនោះមានស្ត្រីចំនួន7ពាក់កណ្ដាលក៏អាចកើតឡើងមានជាញឹកញាប់ផងដែរលំនឹងនៃពពួក Flo នឹងត្រូវបានរំខានដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកឬហៅថាថ្នាំផ្សិតបំរែបំរួលនៅអរម៉ូននិងជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែមជាដើមការបាត់បង់នៅលំនឹងរបស់ពពួក Flo នឹងលេចឡើងនៅអាការៈដូចជារមាស់ក្រហាយនិងធ្លាក់សល់ជាដើមដូច្នេះការធ្វើអនាម័យជាប្រចាំជាគន្លឹះមួយដើម្បីរក្សានៅលំនឹងរបស់ពួក Flo ក៏ដូចជាជៀសវាងពីការបង្ករោគផងដែរការធ្វើអនាម័យដែលបានត្រឹមត្រូវមិនមែនជាការធ្វើអនាម័យដែលលើសលប់ពេកនោះទេយើងសម្អាតតែផ្នែកខាងក្រៅជាមួយនឹងទឹកក្តៅអ៊ុនៗនិងសាប៊ូដែលមិនមានជាតិកាត់ឬក៏ទឹកអនាម័យដែលមាននៅលំនឹងកម្រិត pH ហើយហាមលាងទៅផ្នែកខាងក្នុងនៃទ្វារមាសករណីមានការបង្ករោគដោយពពួកផ្សិតអ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងទឹកអនាម័យដែលមានកម្រិត pH បាសបន្តិចប្រើប្រាស់ទឹកអនាម័យត្រឹម1ទៅ2ដងប៉ុណ្ណោះនៅក្នុងមួយថ្ងៃប្រសិនបើអ្នកងូតទឹកច្រើនដងសូមប្រើប្រាស់ត្រឹមទឹកធម្មតាដើម្បីលាងសម្អាតបានហើយសូមជួយសម្អាតពីមុខមកក្រោយបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួចចំណុចនេះនឹងបង្ការការឆ្លងមេរោគពីទ្វារលាមកមកកាន់ទ្វារមាសឬបង្ខ្លួននំក៏ដូចជាកាត់បន្ថយនូវហានិភ័យនៃការរលាកប្រព័ន្ធទឹកមាត់ផងដែរផ្លាស់ប្ដូរសម្លេងអនាម័យ4ទៅ6ម៉ោងម្ដងដើម្បីការពារការឆ្លងមេរោគនិងក្លិនមិនល្អប្រើប្រាស់ខោខ្នងដែលធ្វើពីសាច់ក្របាសដោយមិនតឹងពេកនិងជៀសវាងនូវសំណើមបត់ជើងទៅក្រៅសកម្មភាពរួមភេទសម្អាតប្រដាប់ភេទរក្សាអនាម័យដោយប្រើប្រាស់ស្រោមអនាម័យក៏ដូចជាការពារការឆ្លងនូវជំងឺនានាប្រសិនបើអ្នកទាំងអស់គ្នាសង្កេតឃើញមានការធ្លាក់សល់ខុសប្រក្រតីរមាស់ឈឺចាប់ឬបំរែបំរួលនៅវត្តរដូវសូមប្រញាប់ទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ហើយអ្នកទាំងអស់គ្នាក៏អាចសាកសួរព័ត៌មានបន្ថែមទៅកាន់គ្រូពេទ្យឬក៏អាសយការីនៅជិតលោកអ្នកបំផុត